Chung ngư mà Harry cứ chỉ khi tự có để sầmรับสุขភាពមនុស្សមានមនុស្សជាច្រើនបានស្លាប់ដោយសារជំងឺនេះហើយមូលហេតុនៃជំងឺនេះគឺបណ្ដាលមកពីទម្លាប់នៃការរស់នៅនិងការបរិភោគប្រចាំថ្ងៃដូច្នេះតើគួរធ្វើដូចម្តេចទើបអាចជៀសវាងកុំឲ្យកើតជំងឺមហារីកអ្នកអាចបរិភោគខ្ទឹមសឲ្យបានច្រើនព្រោះវាអាចសម្លាប់មេរោគដែលមានក្នុងក្រពះធ្វើឲ្យវាងាប់ទាំងអស់ដូច្នេះអ្នកនឹងមិនកើតជំងឺមហារីកក្រពះឡើយអ្នកក៏អាចពិសាគូឆាយឲ្យបានច្រើនព្រោះវាមានសារធាតុវីតាមីនខ្ពស់ដែលជំនួយដល់សុខភាពអ្នកធ្វើឲ្យកោសិកាមហារីកមិនរីកដុះដាលស្លឹកខ្ទឹមក៏ជាអាហារដែលការពារអ្នកឲ្យជៀសផុតពីជំងឺមហារីកដែរអ្នកត្រូវតែបើកបង្អួចកន្លះម៉ោងដើម្បីឲ្យមានខ្យល់អាកាសចូលក្នុងផ្ទះទើបខ្យល់កង្វក់ចេញទៅក្រៅអស់ការហាលថ្ងៃចំនួន15នាទីក៏ជាវិធីម្យ៉ាងក្នុងការជៀសវាងកុំឲ្យកើតជំងឺមហារីកដែរព្រោះវាមានសារធាតុវីតាមីន D អ្នកត្រូវតែគេងឲ្យគ្រប់7ម៉ោងហើយមិនត្រូវចូលគេងយប់ជ្រៅទេត្រូវតែចូលគេងឲ្យមុនម៉ោង11ទើបល្អបើពេលថ្ងៃត្រង់អ្នកអាចឆ្លៀតគេងបន្តិចក៏អាចការពារអ្នកមិនឲ្យកើតមហារីកដែរការប្រុងប្រយ័ត្នព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះបើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវដកស្រង់ដោយតំបន់សុខភាពប្រសិនបើករណីប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាសូមតាក់ទងមក Telegram តំបន់សុខភាពសូមអរគុណ